ថ្ងៃនេះគឺថ្ងៃទី22/24បានសកេតថាម្សិលមិញនេះគឺជាថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយថ្ងៃនេះគឺមិនតាន់ដល់24ម៉ោងទេបើយើងគិតពីពេលវេលានៃការចុះហត្ថលេខានៅទីនេះយ៉ាងហោចណាស់មានអិសរាជជន2រូបដែលនៅចងចាំរឿងព្រឹត្តិការណ៍នេះទី1គឺសម្ដេចព្រះរាជបុត្រីទី2គឺព្រះអង្គម្ចាស់ស៊ីសវត្តធម្មិកោហើយជាពិសេសទី3គឺថាអាដាមចែមចាដែលនៅជាប់ជាមួយខ្ញុំក្នុងពេលនោះជាមួយអាដាមចំប្រសិទ្ធអាដាមអ៊ុតកមនហើយអាដាមចំប្រសិទ្ធគឺជាឪពុករបស់រដ្ឋមន្ត្រីដែលមកការពារច្បាប់នៅទីនេះក្នុងឋានៈជាម្ចាស់ផ្ទះនៃការធ្វើជាម្ចាស់ផ្ទះធ្វើជាស្នាក់ការនៃ ANC បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយគឺពេលនោះម៉ោងស្មាននេះនៅប្រទេសបារាំងខុសគ្នា6ម៉ោងខ្ញុំអត់បានដេកទេដោយសារត្រូវរៀបចំច្រើនរឿងមុននឹងទៅធ្វើការប្រជុំនៅស្ថានទូតខ្មែរនៅបារាំងដែលពេលនោះគឺព្រះរាជដំណាក់របស់បកូណាបៃតាខ្ញុំគួរតែរំលឹកបន្តិចទៅលើព្រឹត្តិការណ៍ខ្លះដែលកើតឡើងនៅក្នុងដំណាក់កាលនោះគឺរឿងចាប់ផ្ដើមពីខ្ញុំគិតថាការចែករំលែករបស់ខ្ញុំទូមគុំខ្ញុំនឹងបានជាចំណែកនៃការយល់ដឹងរបស់អ្នកស្រាវជ្រាវឬរហូតដល់អ្នកនយោបាយដែលតាំងខ្លួនជាបិតារបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយដែលបានដឹងហើយថាតម្រាំមានកិច្ចព្រមព្រៀងប៉ារីសកើតឡើងយើងត្រូវឆ្លងកាត់ឧបសគ្គច្រើនណាស់ឧបសគ្គខាងខ្ញុំមិនបញ្ហាទេគឺដោយសារតែទោះបីថាកម្លាំងសង្កត់មកលើខ្ញុំដែលខ្ញុំធ្លាប់និយាយថាមានកម្លាំងសង្កត់3ទី1ផ្ទៃក្នុងខ្លួនឯងមិនតន់យល់គ្រប់គ្រាន់ទី2វត្តមានកងទ័ពវៀតណាមនៅកម្ពុជានៅពេលនោះប៉ុន្តែនៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសវៀតណាមដកអស់ទៅហើយទី3យើងពេលនោះទទួលជំនួយពីអតីតសហភាពសូវៀតប្រសិនជីវិតរបស់ខ្ញុំពោពេញទៅដោយភាពភ័យស្រួយប៉ុន្តែខ្ញុំជំនះបានតែអ្វីដែលលំបាកជាងទៀតទៅគឺបកូណាបៃតាព្រះអង្គចង់ចរចាណាតាំងពីឆ្នាំ1984នោះអានោះដែលព្រះអង្គជ្រើសរើសទូមកងខ្ញុំធ្វើជាដៃគូចរចាហើយត្រូវបានអតីតរដ្ឋមន្ត្រីការបរទេសបារាំងខ្លួនសេសុងត្រៀមរៀបចំប៉ុន្តែបកូណាបៃតាយាងទៅអង្គការសហប្រជាជាតិក៏ផ្ញើសារថាសូមឲ្យអាដាមហ៊ុនសែនយោគយល់គឺមិនអាចជួបគ្នាបានទេដោយសារខ្មែរក្រហមចំតោះអញ្ចឹងទេពេលនោះហើយដែលខ្ញុំវិលត្រឡប់ចូលក្នុងប្រទេសវិញដើម្បីធ្វើជានាយករដ្ឋមន្ត្រីស៊ីទីក្នុងពេលដែលអាដាមចាន់ស៊ីទទួលការព្យាបាលនៅទីក្រុងមូស្គូប៉ុន្តែយើងមិនបោះបង់ចោលការចរចានេះទេការចរចាក៏ត្រូវបន្តតាមរយៈ channel ជាច្រើនក្នុងរង្វៀន channel មួយគឺលោកជំទាវប៉ុកជូហ្គេតការប្រុយគឺជាអ្នក channel សំខាន់ហើយសម្ដេចក្រមព្រះនរោត្តមរណរដ្ឋក៏ជា channel មួយដែរសម្រាប់ធ្វើទំនាក់ទំនងទៅលើរឿងនេះ